ឆាន់ឆេងហាហាកុំខ្វល់ពីអាល្ងងនោះអីទៅជាមួយបងទៅខ្ញុំគឺអូលេងព្រះនាងនៃត្រកូលនាគបានដេកលក់អស់រាប់ម៉ឺនឆ្នាំនៅក្នុងក្របនាគនេះថ្ងៃនេះឈាមរបស់អ្នកបានដាស់ខ្ញុំឲ្យភ្ញាក់ឡើងអ្នកមានចិត្តល្អបរិសុទ្ធមិនគិតពីខ្លួនឯងដើម្បីការពារអ្នកដទៃវាស្របនឹងគន្លងនៃការការពារនៃត្រកូលនាគរបស់ខ្ញុំចាប់ពីថ្ងៃនេះទៅអ្នកគឺជាអ្នកបន្តវេនពីត្រកូលនាគរបស់ខ្ញុំតែខ្ញុំគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះចិត្តល្អបរិសុទ្ធគឺប្រសើរជាងភាពឆ្លៀសវៃរាប់ម៉ឺនដងខ្ញុំផ្ដល់ឲ្យអ្នកនូវសមត្ថភាពពិសេសពីរយ៉ាងទី1គឺ High In Gaheyan អាចមើលឃើញដែនសមុទ្ររាប់ពាន់លីដើម្បីស្វែងរកវត្ថុមានតម្លៃទី2គឺឡុងស៊ីគឺឡុងឆៃអាចចិញ្ចឹមបីបាច់សត្វសមុទ្រនិងប្រែក្លាយរបស់ឲ្យទៅជាវត្ថុដ៏មានតម្លៃទី3គឺកាយនាគគឺឡុងថេអាចចុះទៅក្នុងសមុទ្រជ្រៅបានយ៉ាងងាយស្រួលទៅចុះចូលការពារដែនសមុទ្រនេះកិត្តិយសនៃត្រកូលនាគនឹងត្រូវបង្កើតឡើងវិញដោយអ្នកការបន្តវេនពីនាគ High In ឡុងស៊ីកាយនាគខ្ញុំវ៉ងឆាន់ឆេងមិនមែនជាមនុស្សល្ងង់ទៀតទេខ្ញុំវ៉ងឆាន់ឆេងមិនមែនជាមនុស្សល្ងង់ទៀតទេបើកដំណើរការ High In ជីលានយកព្រមតាមបងទៅបងធានាថាអូននឹងមានជីវភាពរស់នៅដ៏ស្រណុកសុខស្រួលលេងខ្ញុំទៅមនុស្សល្ងង់អាត្រេឆានឈប់ដៃភ្លាមយ៉ាវដេបលខ្ញុំប្រាប់ឲ្យឯងលេងដៃពីគេឯងហ៊ាននិយាយម្ដងទៀតមើលប្រញាប់ចេញពីភូមិកាមរដីទៅបើមិនដូច្នោះទេលើកក្រោយមិនមែនត្រឹមតែបាក់ដៃមួយចំហៀងនេះទេខ្មោចលងហើយឈុនសឹងអាហែងលេងឈួតហើយមែនទេតាំងពីពេលណាដែលឯងខ្លាំងម្ល៉េះបងស្រីស៊ូឡានខ្ញុំជាសេះស្បើយហើយអំបាញ់មិញខ្ញុំហាក់ដូចជាយកសັບឃើញនាងនាគបានបង្រៀនខ្ញុំច្រើនណាស់ចាប់ពីពេលនេះទៅគ្មានអ្នកណាបំពេញបងបានទៀតទេតោះទៅតោះទៅបងទៅផ្ទះធ្វើត្រីឲ្យឯងញ៉ាំមិនដឹងថាចំណេះវិជ្ជាពីនាគរីកដែលទទួលបាននេះមានអានុភាពអ្វីខ្លះទៅសាកល្បងមើលសិននេះគឺជារូបភាពពិភពលោកក្នុងកែវភ្នែករបស់នាគរីកពិតជាស្រស់ស្អាតខ្លាំងណាស់សាកមើលឲ្យស៊ីជម្រៅជាងនេះបន្តិចនោះជាអ្វីទៅមើលចិត្តសិននេះគឺជាយិនសិនស្វ័យអាយុកាលរាប់រយឆ្នាំមើលទំហំនេះផងយ៉ាងហោចណាស់ក៏មានទម្ងន់1 5 គីឡូក្រាមដែរមិនដឹងជាដុសប៉ុន្មានឆ្នាំហើយនេះជារបស់កម្រដែលលុយក៏ទិញមិនបានដែរមិនដឹងថាធម្មពលនាគរីកមានប្រសិទ្ធភាពលើសត្វសមុទ្រដែរឬអត់សាកល្បងមើលអានុភាពនៃធម្មពលនាគរីកនេះពិតជាអស្ចារ្យមែនបើខ្ញុំមិនច្រឡំទេខ្យងខ្យាដំគោអំពរពិតជាឡើងកម្រិតមែនខ្លាំងមែនខ្យងប៉ុន្មានក្បាលនៅជុំវិញនេះក៏គុណភាពល្អដែរច្បាស់ជាលក់បានថ្លៃខ្ពស់ជាក់ជាមិនខាននេះមិនមែនលោកលីម្ចាស់ភោជនីយដ្ឋានគ្រឿងសមុទ្រយ៉ាយុនទេលោកលីឬថាភោជនីយដ្ឋានគ្រឿងសមុទ្រយ៉ាយុនរបស់លោកជាភោជនីយដ្ឋានលំដាប់លេខ1ក្នុងក្រុងចង្ហៃគ្រឿងសមុទ្រនៅទីនេះប្រកាសជាស្រស់ណាស់តើនៅទីនេះមានខ្យងខ្យាដំគោអំពរដែរឬទេខ្យងខ្យាដំគោអំពរនោះគឺជាគ្រឿងសមុទ្រកំបោរក្នុងរឿងព្រេងនិទានខ្ញុំរស់មកជិតពេញមួយជីវិតហើយមិនដែលបានឃើញឡើយនឹងហើយខ្ញុំក៏ធ្លាប់ឮតែប៉ាខ្ញុំនិយាយដែរមិនដែលឃើញតបនេះទេធ្វើយ៉ាងម៉េចទៅរកមកកន្លះខែហើយបើនៅតែរកខ្យងខ្យាដំគោអំពរដែលលោកគ្រូពេទ្យទេវតាឆាងប្រាប់មិនឃើញទៀតជំងឺរបស់ប្អូនស្រីខ្ញុំនឹងកាន់តែធ្ងន់ធ្ងរហើយអោហូខ្ញុំមិនបានមើលច្រឡំទេមែនទេខ្យងខ្យាដំគោអំពរនេះវាខ្យងខ្យាដំគោអំពរក្នុងរឿងព្រេងនិទានតើត្រូវហើយវាគឺជាខ្យងខ្យាដំគោអំពរដែលគេតែនិយាយដល់នោះឯងណែអាឈុនល្ងងខ្យងនេះអញលក់ដែរឬអត់ពូឲ្យ500យុនហេមែនហើយអាឈុនល្ងង500យុននេះអាចឲ្យអញយកទៅរៀបការបានប្រពន្ធមួយហើយឆាប់លក់ខ្យងនេះឲ្យពួកយើងមកពួកគេនៅតែគិតថាខ្ញុំជាមនុស្សល្ងងដូចពីមុនទៀតចាំសិនលោកម្ចាស់ខ្យងខ្យាដំគោអំពររបស់លោកខ្ញុំទិញខ្ញុំឲ្យ1 លានលោកលីក្រុមដែលគាត់កាន់គឺពួកយើងជាអ្នកឃើញមុនហាមែនហើយរកស៊ីអីក៏មិនចេះមើលច្បាប់ទម្លាប់អ្នកមកមុនមកក្រោយសោះ500កាក់ក៏ចង់ទិញក្រុមសេយិនដែរឬនេះមិនមែនជារឿងមកមុនមកក្រោយទេនេះវាច្បាស់ជាការបោកប្រាស់ហើយកញ្ញាម្នាក់នេះចិត្តល្អពិតមែនលោកម្ចាស់1 លានអ្នកមើលចុះកញ្ញានេះជាក្រុមអាយុកាលយ៉ាងហោចណាស់100ឆ្នាំសារធាតុសកម្មក្នុងសាច់របស់វាគឺលើសពីក្រុមធម្មតាជាង10 ដងហើយវាក៏ជាឱសថដ៏វិសេសវិសាលមួយដែរនៅលើទីផ្សារគឺរកទិញមិនបានឡើយ1 លានប្រហែលជាទិញបានត្រឹមពាក់កណ្ដាលអាយុកាលរបស់វាតែប៉ុណ្ណោះអាចឈួតជន់ឯងលេងឈួតហើយពួកខ្វិន500កាក់ចង់ទិញក្រុមដ៏វិសេសរបស់ខ្ញុំអរគុណច្រើនណាស់2 លានលោកម្ចាស់នេះជាលុយច្រើនទាំងអស់
តែមានក្នុងកណនីផ្ទាល់ខ្លួនរបស់ខ្ញុំប្អូនស្រីខ្ញុំឈឺធ្ងន់ត្រូវការក្រុមនេះជាបន្ទាន់សូមលោកជួយអាណិតផងឃើញថាអ្នកមានរូបសម្រស់ស្រស់ស្អាតចិត្តល្អហើយមានសេចក្តីព្យាយាមសង្គ្រោះជីវិតមនុស្សតម្លៃ2លានព្រមលោកអរគុណលោកខ្លាំងណាស់អរគុណពិតមែនទឹកប្រាក់2លានបានចូលកាន់នេះហើយលោកម្ចាស់នេះជានាមប័ណ្ណរបស់ខ្ញុំបើលោកមានគ្រឿងសមុទ្រកម្របែបនេះទៀតសូមកុំភ្លេចតាក់ទងមកខ្ញុំមុនគេឲ្យសោះខ្ញុំធានាថានឹងឲ្យតម្លៃខ្ពស់បំផុតក្នុងទីផ្សារដល់លោកខ្ញុំឈ្មោះវ៉ាងជុនសឹងកុំបារម្ភអីបើថ្ងៃក្រោយមានគ្រឿងសមុទ្រកម្របែបនេះទៀតខ្ញុំនឹងនឹកដល់លោកស្រីលីមុនគេលោកវ៉ាងពេលនេះខ្ញុំត្រូវប្រញាប់ត្រឡប់ទៅជួយសង្គ្រោះប្អូនស្រីខ្ញុំមានការឲ្យយើងចាំតាក់ទងគ្នាតាមទូរស័ព្ទចុះបានចាស់លោកស្រីលីដើរដោយប្រយ័ត្នផងក្តាមខ្យងតម្លៃ2លានក្នុងមួយក្បាលអ្វីទើបតែចាប់ផ្ដើមតែប៉ុណ្ណោះប៉ាម៉ាក់នេះវាជាស្រះត្រីរបស់ផ្ទះយើងអ្នកមិនអាចប៉ះវាបានទេថាស្អីរបស់ផ្ទះឯងមែនទេការបែងចែកទ្រព្យសម្បត្តិគ្នាក៏បាននិយាយគ្នាច្បាស់លាស់ហើយខាងឆ្វេងជាស្រះរបស់ផ្ទះឯងខាងស្ដាំគឺជាស្រះរបស់ខ្ញុំជាជនអ្នកកុំធ្វើខ្លួនមិនសមហេតុផលពេកកាលពីឆ្នាំទៅអ្នកនិយាយថាស្រះត្រីអ្នកវិលិចចង់សុំដូរជាមួយយើងហើយបងប្រុសអ្នកក៏យកព្រមព្រោះតែអាណិតប្អូនឥឡូវយើងខំជួសជុលរហូតស្រះបានល្អត្រីក៏កុំធ្វើអស់ហើយមិនក៏អ្នកមិនព្រមទទួលស្គាល់ការពិតបែបនេះពួកអ្នកមានកិច្ចសន្យាទេមានអ្នកណាអាចធ្វើសាក់សីថាខ្ញុំបានដូរជាមួយអ្នកស្អីប្រញាប់ទៅឲ្យឆ្ងាយពីទីនេះទៅស្រះត្រីនេះជាកម្មសិទ្ធិរបស់វាងជាជនខ្ញុំនេះហើយប៉ាជាអ្វីទៅពុកមិនអីទេវាងជាជនដោយសារតែខ្លួនឯងខ្ជិលច្រអូសទើបចិញ្ចឹមត្រីងាប់អស់ឥឡូវបែរជាមកចង់គេងយកត្រីរបស់ផ្ទះពួកយើងទៀតកុំសង្ឃឹមឲ្យសោះអាមនុស្សល្ងងអើយខ្ញុំជាពូទី2របស់ឯងណានិយាយរកខ្ញុំបែបនេះបានយ៉ាងម៉េចមនុស្សដូចឯងក៏មានសិទ្ធិមកនិយាយដែរអាមនុស្សស្អីគេនេះបើហ៊ានតែធ្វើបាបពុកម៉ាក់ខ្ញុំទៀតជឿអត់ថាខ្ញុំនឹងវាឲ្យបែកថ្មិញពេញដីឈុនសឹងជំងឺរបស់កូនម៉ាក់ជំងឺឆ្កួតរបស់កូនជាសេះស្បើយហើយចាប់ពីពេលនេះទៅម៉ាក់លែងបារម្ភពីកូនទៀតហើយជាសេះស្បើយហើយពិតជាសេះស្បើយមែនល្អណាស់ហាព្រះមានភ្នែកពិតមែនព្រះមានភ្នែកស្អីគេថយព្រះមានភ្នែកអីទៅខ្ញុំឃើញតែពួកឯងទេដែលមកដណ្ដើមយកស្រះត្រីខ្ញុំដណ្ដើមយកលៀបសំណាងខ្ញុំទៅឯងមានសមត្ថភាពគ្រប់គ្រាន់ដែរឬអាមនុស្សបាត់ផ្សារអើយនៅហ៊ានប្រកែកតាំងជាមួយអញទៀតឬថ្ងៃនេះអញនឹងវាឲ្យអញល្ងងដូចដើមវិញអូយឈុនសឹងបារម្ភពីម៉ាក់ផងកូនមិនធ្វើឲ្យហួសដៃទេបានអាវាងឈុនសឹងអញពិតជាខ្លាំងណាស់អញដណ្ដើមស្រះត្រីខ្ញុំមិនទាន់អស់ចិត្តទេឥឡូវថែមទាំងហ៊ានប្រហង្សាទៀតខ្ញុំនឹងរាយការណ៍ប៉ូលីសឥឡូវនេះឯងឲ្យកម្លាំងអនុវត្តច្បាប់ចាប់អញដាក់គុកហាមរាយការណ៍ប៉ូលីសហេបើអញ្ចឹងក៏ប្រកល់ស្រះត្រីឲ្យខ្ញុំមកដោយល្អវាងជាជនឯងប្រកាសចិត្តហើយមែនទេដែលចង់ដូរដាច់ខាតត្រូវតែដូរហើយត្រីនៅក្នុងស្រះឯងនោះទៀតខ្ញុំមិនយកច្រើនទេសុំត្រឹមពាក់កណ្ដាលបានហើយចាត់ទុកថាជាថ្លៃខូចខាតដែលឯងធ្វើឲ្យខ្ញុំខាត់បង់ប៉ុន្មានឆ្នាំមកនេះចុះយកព្រមទេនេះជាពីឯងផ្ទាល់មកណាដូរយើងដូរគ្នាថ្ងៃនេះតែម្ដងទៅតែខ្ញុំសូមប្រាប់ទុកមុនសិនដូរហើយគឺដូរហើយហាមត្រឡប់ពាក្យវិញណាអ្នកណាត្រឡប់ពាក្យអ្នកនោះជាកូនក្ដួចឈុនសឹងកូនធ្វើម៉េចទៅព្រមតាមគេត្រីនៅក្នុងស្រះនោះយ៉ាងហោចណាស់ក៏លក់បានរាប់ម៉ឺនដែរប៉ាម៉ាក់រងចាំមើលទៅចុះភាពលោភលន់របស់មនុស្សខ្លះគឺត្រូវតែមានតម្លៃត្រូវសងវាងជាជនចាំមើលថាឯងនឹងទទួលផលកម្មយ៉ាងណាខ្ញុំប្រាប់ឲ្យដឹងណាស្រះត្រីរបស់អាម្នាក់នោះឥឡូវនេះពេញទៅដោយត្រីអាឡប់វាងឈុនសឹងបណ្ដោយឲ្យខ្ញុំចំណេញធំមែនហាមើលចុះសំណាញ់នេះធ្ងន់ប៉ុណ្ណាបានធំហើយលើកនេះមានរឿងអីហ្នឹងតើអ្នកចេះចាប់ត្រីឬអត់ប្រញាប់ឡើងទម្លាក់មកទៀតទៅមានរឿងអ្វីទៅត្រីរបស់ខ្ញុំនៅណាវាងជាជនមួយនេះក៏នៅតែខកបំណងដែរទេសំមុខហើយមានតែគំនិតអាក្រក់ក្នុងពោះអ្នកណាប្រាឲ្យគាត់ចង់តែបោកប្រាស់គេវាមានរឿងអ្វីកើតឡើងម្សិលមិញខ្ញុំនៅឃើញត្រីរាប់រយក្បាលហែកទឹកលេងនៅឡើយត្រីរបស់ខ្ញុំបាត់ទៅណាអស់ហើយអូយពូទី2ពូកើតអីហ្នឹងមិនមែនថាចង់ចាប់ត្រីទាំងអស់ទៅលក់យកលុយធំទេចុះហេតុអ្វីចាប់បានតែសម្រាប់មួយគំនុយចឹងគឺឯងត្រូវតែជាឯងអាពូចង្រៃដែលធ្វើរឿងនេះឯងយកត្រីរបស់អញទៅណាអស់ហើយពូទី2ពូនិយាយបែបនេះគឺគ្មានភស្តុតាងទេស្រះត្រីខ្ញុំបានប្រកល់ឲ្យពូអស់ហើយកិច្ចសន្យាក៏បានចុះហត្ថលេខារួចរាល់ដែរពេលត្រឹមតែមួយយប់ប៉ុណ្ណោះខ្ញុំអាចធ្វើអ្វីបានទៅប្រហែលជាត្រីរបស់ពូដោះស្លាប់ហាទៅបាត់ហើយមែនទេដឹងហាវាងឈុនសឹងកុំអាលអពេករឿងនេះមិនទាន់ចាប់ត្រឹមនេះទេឈុនសឹងនេះវាមានរឿងអ្វីកើតឡើងត្រីក្នុងស្រះរបស់យើងបាត់ទៅណាអស់ហើយចុចខាងក្រោមដើម្បីទស្សនាវគ្គពេញ